ចាឥឡូវវងតន្ត្រីយើងខ្ញុំសូមគោរពអញ្ជើញគណៈកម្មការប្រធានសិល្បៈ ND អញ្ជើញឡើងមកលើវេទិកា Ladies and gentlemen, right now we would like to take some time to introduce our superstar came from Cambodia and France. So we need a moment to wait for our leader come to introduce our star here today. So I would like to thank you for everyone. Take your time, come out here today and celebrate our new year together. And we all here wish you guys have a great day and have a good time here. Thank you. អញ្ជើញមកនេះប្រធានចាគណៈកម្មការខាងប្រធានសិល្បៈចាស្គាល់គាត់ទេស្គាល់ទេបងប្អូនយើងស្គាល់ចាជំរាបសួរអូនបាទជំរាបសួរបងសុខសប្បាយទេអូនថ្ងៃនេះឃើញថាមកមានញឹកណាស់មើលទៅដូចជារវល់ចាបាទរវល់មែនតើថ្ងៃនេះចាអរគុណរវល់ជាងសិលមិញទៀតបងចាអរគុណណាស់អញ្ចឹងហើយបងសុខសប្បាយដែរអត់អីទេចាបងអត់អីទេសុខសប្បាយហើយសប្បាយទៀតសួស្តីឆ្នាំថ្មីបងណាសួស្តីឆ្នាំថ្មីព្រមទាំងណានស៊ីអូនណាអូនស៊ីជោគជ័យអរគុណអូនណាអញ្ចឹងអូនក៏អញ្ជើញអូនណានស៊ីសុខសប្បាយសុខសប្បាយបងសួស្តីឆ្នាំថ្មីសួស្តីឆ្នាំថ្មី Happy New Year Thank you to you as well Thank you so much ហ្នឹងហើយបាទខ្ញុំឈ្មោះ Andy បាទជាប្រធានខាងតន្ត្រីនៅវត្តពុទ្ធរាំងសីបាទសូមគោរពអរគុណបងប្អូនដែលបានមកនៅទេសនាដែលបាននៅជាកិត្តិយសហើយនឹងជាដោយតាមមកធ្វើបុណ្យទាននៅវត្តពុទ្ធរាំងសីនេះបាទហើយឆ្នាំនេះខ្ញុំក៏ឃើញថាបងប្អូនមកបានច្រើនកកហើយក៏សូមអរគុណដល់បងប្អូនពុកម៉ែមីងមាទាំងអស់ដែលបានមកពីទីឆ្ងាយដូចជា Connecticut ណា Rhode Island Boston Maryland Virginia Delaware Pennsylvania and New Jersey អូខ្វះមួយទៀតរដ្ឋដែលធំជាងគេគឺរដ្ឋអីគេNew York អរគុណច្រើនបាទដើម្បីកុំឲ្យខាតពេលវេលាយើងរំបាទខ្ញុំនឹងណែនាំតារាយើងទាំង3ដួងតែម្ដងណាបងប្អូនបាទជាដំបូងសូមគោរពដួងតារាយើងដែលមកពីប្រទេសព្រះរាជាណាចក្រកម្ពុជាសកលនិសានិសានឹងបានផ្កាមួយបាទសូមអញ្ជើញបាទហ្នឹងហើយបាទជាបន្ទាប់យើងខ្ញុំនឹងណែនាំតារាយើងមួយដួងទៀតគឺសុកនីលីមកពីប្រទេសបារាំងសូមអញ្ជើញខ្ញុំនឹងណែនាំមួយទៀតដែលបងប្អូនធ្លាប់ស្គាល់ហើយបាទគឺគាត់មាននិស្ស័យណាស់នៅជាមួយវត្តពុទ្ធរាំងសីឲ្យតែបុណ្យទានចូលឆ្នាំលើកណាក៏គាត់មកដែរហើយគាត់នឹងគឺបុប្ផាស្លាប់ដៃបានគឺហោះបានរហូតបាទសូមអញ្ជើញតារាគង់សូរីយ៉ាពីគុំទឹកខី
King Surya បងប្អូនណាកុំច្រឡំខ្ញុំច្រឡំឯងបាទនេះជា King Surya បាទបាទ អរគុណចាមក បាទសូមអរគុណបាទអញ្ចឹងម្សិលមិញបងប្អូនបានមកដល់ហើយឃើញបងប្អូនដូចមិនសូវច្រើនណា ចាអរគុណបងប្អូនទាំងអស់គ្នានេះខ្ញុំសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនចាដែលអញ្ជើញមកពីគ្រប់ទិសទីចានេះខ្ញុំជា10ឆ្នាំចាអត់បាន perform សម្រាប់បងប្អូនទាំងអស់គ្នាទេហើយក៏អរគុណសម្រាប់ការចូលរួមយ៉ាងច្រើនកកករបស់បងប្អូនដូចជាបងប្អូនមកពីចម្ងាយចាឮថាអ្នកខ្លះគាត់ធ្វើដំណើរ5 6ម៉ោង7ម៉ោងដើម្បីមកចូលរួមនៅក្នុងកម្មវិធីរបស់វត្តព្រះពុទ្ធរាំងសីហើយក៏ដូចជាបានជួបជាមួយនឹងខ្ញុំចាដែលខានជួបជាមួយពុកម៉ែបងប្អូនយូរមែនទែនប៉ុន្តែទោះជាជាង10ឆ្នាំមុនដែលនាងខ្ញុំបាន perform នៅសហរដ្ឋអាមេរិកនេះក៏អត់ដែលបានមកដល់វត្តព្រះពុទ្ធរាំងសីដែរក៏អត់បានមកនៅទីក្រុង New Jersey នេះដែរចាហើយនេះលើកនេះទី1 ទី1ចាខ្ញុំមកអាមេរិកច្រើនដល់ប៉ុន្តែនៅតំបន់នេះគឺនាងខ្ញុំមកជាលើកទី1អរគុណសម្រាប់ការចូលរួមយ៉ាងច្រើនកកកហើយនេះក៏ដូចជាការចូលរួមចំណែកដើម្បីធ្វើបុណ្យចាតាមសទ្ធារបស់បងប្អូនដែលអញ្ជើញចូលរួមនៅក្នុងកម្មវិធីបុណ្យចូលឆ្នាំខ្មែរចាតាមប្រពៃណីតាមបែបខ្មែររបស់យើងតែម្ដងដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់តែងតែប្រពៃជារៀងរាល់ឆ្នាំហើយសទ្ធាបុណ្យនេះគឺជាទឹកចិត្តរបស់បងប្អូនជាសទ្ធារបស់បងប្អូនចាបានបុណ្យកុសលទាំងអស់គ្នាបានមកចូលរួមបងប្អូនក៏អាចចូលរួមបច្ច័យសម្រាប់កសាងព្រះវិហារដែលវត្តព្រះពុទ្ធរាំងសីគាត់មានគម្រោងចានឹងកសាងព្រះវិហារមួយសម្រាប់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ដែលជាជនជាតិខ្មែរទាំងអស់គ្នាដែលបានចំណាក់ស្រុកហើយមករស់នៅប្រទេសអាមេរិកនេះផងដែរចានេះខ្ញុំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះសូមគោរពជូនពរដល់ពុកម៉ែបងប្អូនដែលជាប្រជាជនខ្មែរទាំងអស់គ្នាសូមឲ្យមានតែសេចក្តីសុខសេចក្តីចម្រើនសិរីសួស្តីនិងសុភមង្គលសុខភាពល្អគ្រប់ក្រុមគ្រួសារផងដែរហើយនេះខ្ញុំសប្បាយចិត្តខ្លាំងមែនទែនដែលបានវិលត្រឡប់មកសម្ដែងជូនបងប្អូនទាំងអស់ចានៅសហរដ្ឋអាមេរិកដែលសុទ្ធសឹងតែជាប្រជាជនខ្មែរយើងទាំងអស់ស្រឡាញ់ខ្មែរគាំទ្រខ្មែរទាំងអស់គ្នាអរគុណសម្រាប់ទឹកចិត្តដ៏ថ្លៃថ្លារបស់ពុកម៉ែបងប្អូនផងដែរចាអរគុណច្រើនចា សុំតែដៃមួយសុំនេះបាទ ចាសូមជម្រាបសួរម្ដងទៀតពុកម៉ែបងប្អូនចានាងខ្ញុំលីសុកនីជាអ្នកចម្រៀងនៅប្រទេសបារាំងសូមលំអរកាយជម្រាបសួរពុកម៉ែបងប្អូនទីជិតទីឆ្ងាយទាំងអស់គ្នាដែលមានវត្តមាននៅថ្ងៃនេះពិតជារំភើបខ្លាំងមែនតើនាងខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលបានសមាគមខ្មែរយើងវត្តព្រះពុទ្ធរាំងសីបានអញ្ជើញមកច្រៀងលើកទី2ហើយពិតជាមានកិត្តិយសខ្លាំងមែនទែនហើយក៏មានអារម្មណ៍ថាលើកនេះកក់ក្ដៅខ្លាំងមែនទែនឃើញវត្តមានពុកម៉ែបងប្អូនយ៉ាងច្រើនកកកសូមអរគុណចាអរគុណខ្លាំងមែនទែនដែលបានអញ្ជើញមកចូលរួមចាសូមអរគុណចាសូមអរគុណសូមផ្ទះដៃមួយអូខេ ចាសូមអរគុណដល់ស្ដេចម្ដងស្ដេចសូរិយាបាន សូមគោរពជំរាបសួរចាខ្ញុំរំភើបចិត្តរំជួលចិត្តថាតាំងពីមកពីស្រុកខ្មែរមកទឹកអីគឺអត់បានគេងសោះព្រោះយប់អត់គេងថ្ងៃអង្គុយគេងបជាគ្នាចាក៏ពិតខ្ញុំគេងសូរិយាផ្ទះពិតប្រកបនៅ California ចា Long Beach ខ្ញុំនៅ Long Beach 21ឆ្នាំបង្កើតកូនបាន2កូនប្រុសអាយុ34កូនស្រីអាយុ25ចំណែកខ្ញុំឆ្នាំថ្មីអាយុ21ចាខ្ញុំសែនរំភើបរំជួលចិត្តថ្ងៃនេះបងអញ្ជើញមកច្រើនជាងម្សិលមិញហើយពាក្យពេចន៍ទាំងឡាយនៅក្នុងវត្តគឺប្អូនសានិយាយអស់ហើយអញ្ចឹងខ្ញុំគ្មានពាក្យពេចន៍អ្វីទេក្រៅពីជូនបុណ្យជូនពរដល់ពុកម៉ែបងប្អូនកូនក្មួយទាំងអស់សូមឲ្យបានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចអ្វីដែលបងប្រាថ្នាសូមឲ្យបានសម្រេចអរគុណសូមហូរដោយ